大家好សួស្តីអ្នកនរគ្នាថ្ងៃនេះផងដែរខ្ញុំលើកយកមេរៀនភាសាចិនមកចែកម្លែកដល់អ្នកទាំងអស់គ្នាបន្តទៀតអញ្ចឹងបើសិនជាបងប្អូនមិនទាន់បាន Subscribe Channel YouTube របស់ខ្ញុំជួយ Subscribe ម្នាក់មួយដាក់រូបកណ្ដឹងដើម្បីទទួលបានពាក្យថ្មីៗពីខ្ញុំបន្តទៀតអញ្ចឹងមេរៀនថ្ងៃនេះខ្ញុំលើកយកមេរៀនពីមុនធ្លាប់ចែករំលែកហើយមកធ្វើការចែកម្លែកបន្តទៀតអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅមេរៀនយើងទាំងអស់គ្នាយកបន្តទៀតយើងអានថា我没有孩子我没有孩子ចឹងយើងបកប្រែថាខ្ញុំគ្មានកូនទេប្រយោគបន្តទៀតយើងអានថា你结婚了吗你结婚了吗យើងបកប្រែថាតើអ្នករៀបការហើយឬនៅពាក្យបន្តទៀតយើងអានថា我单身我单身我单身យើងបកប្រែថាខ្ញុំនៅលាវប្រយោគបន្តទៀតយើងអានថា我的孩子很可爱我的孩子很可爱ចឹងយើងបកប្រែថាកូនរបស់ខ្ញុំគួរឲ្យស្រឡាញ់ណាស់ប្រយោគបន្តទៀតយើងអានថា这太大了这太大了ចឹងយើងបកប្រែថានេះធំពេកហើយ这太大了ប្រយោគបន្តទៀតយើងអានថា这太小了这太小了这太小了ចឹងយើងបកប្រែថានេះតូចពេកហើយប្រយោគបន្តទៀតយើងអានថា她很漂亮她很漂亮她很漂亮យើងបកប្រែថាវាស្អាតណាស់ពាក្យបន្តទៀតយើងអានថា非常好非常好非常好យើងបកប្រែថាល្អណាស់ប្រយោគបន្តទៀតយើងអានថា颜色很漂亮颜色很漂亮យើងបកប្រែថាពណ៌ស្អាតណាស់ប្រយោគបន្តទៀតយើងអានថា这很有趣这很有趣យើងបកប្រែថានេះគួរឲ្យចាប់អារម្មណ៍ណាស់ប្រយោគបន្តទៀតយើងអានថា我觉得无聊我觉得无聊ចឹងយើងបកប្រែថាខ្ញុំមានអារម្មណ៍ថាអត់សុខប្រយោគបន្តយើងអានថា太吵了太吵了太吵了យើងបកប្រែថារំខានពេកហើយប្រយោគបន្តទៀតយើងអានថា太安静了太安静了ចឹងយើងបកប្រែថាវាស្ងាត់ពេកហើយប្រយោគបន្តទៀតយើងអានថា他坏了他坏了他坏了ចឹងយើងបកប្រែថាវាខូចហើយប្រយោគបន្តទៀតយើងអានថា我饿了我饿了我饿了យើងបកប្រែថាខ្ញុំឃ្លានហើយប្រយោគបន្តទៀតយើងអានថា我渴了我渴了我渴了យើងបកប្រែថាខ្ញុំស្រេកទឹកប្រយោគបន្តទៀតយើងអានថា我累了我累了我累了ចឹងយើងបកប្រែថាខ្ញុំហត់ហើយប្រយោគបន្តទៀតយើងអានថា我困了我困了我困了ចឹងយើងបកប្រែថាខ្ញុំងងុយហើយប្រយោគបន្តទៀតយើងអានថា我生病了我生病了我生病了ចឹងយើងបកប្រែថាខ្ញុំឈឺហើយ
ចឹងមេរៀនចែករំលែកភាសាចិនរបស់ខ្ញុំបានមកដល់ទីបញ្ចប់បើសិនជាបងប្អូនមិនទាន់បាន Subscribe Channel YouTube របស់ខ្ញុំជួយ Subscribe ម្នាក់មួយដាក់រូបកណ្ដឹងដើម្បីទទួលបានពាក្យថ្មីៗពីខ្ញុំបន្តរាល់ការផុសវីដេអូរបស់ខ្ញុំចេញទៅបងប្អូននឹងទទួលបានពាក្យថ្មីៗអរគុណជួបខ្ញុំនៅមេរៀនក្រោយៗទៀតបាយបាយ